ជំរាបសួរសួស្តីបងប្អូនតាគ្នាតោះឥឡូវយើងមកបន្តទៀតថ្ងៃនេះគ្រូមានលំហាត់មួយគឺគេឲ្យយើងប្រៀបធៀបម្ដងអញ្ចឹងគេឲ្យយើងប្រៀបធៀប5លើសំដៅ5ស្វ័យគុណ200ជាមួយនឹង3ស្វ័យគុណ300ចាអញ្ចឹងក្នុងការប្រៀបធៀបមានន័យថាគេចង់ដឹងថាចំនួនទាំងពីរនាក់នេះអាមួយណាធំជាងអាមួយណាតូចជាងឬក៏វាស្មើគ្នាអញ្ចឹងទៅអាហ្នឹងគេហៅប្រៀបធៀបហើយតោះបងប្អូនណាខ្លះចេះប្រៀបធៀបអាចខមមិនចម្លើយមុនបានតើឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងយើងមើលដើម្បីប្រៀបធៀបចំនួនទាំងពីរអ្នកហ្នឹងតើតែយើងអាចបំលែងវាឲ្យគោលរបស់វាដូចគ្នាឬក៏ស្វ័យគុណខាងលើនេះឲ្យដូចគ្នាមកយើងងាយប្រៀបធៀបហើយតែពេលនេះគឺវាខុសគ្នាទាំងពីរខុសគ្នាទាំងអស់អញ្ចឹងត្រូវបំលែងវាតោះអញ្ចឹងឥឡូវយើងមើល5ស្វ័យគុណ200កន្លែងនេះគឺយើងអាចទៅសេបានថា5ស្វ័យគុណ2គុណឲ្យ100បានទេចា2គុណឲ្យ100 200វិញត្រូវទេចាដល់ពេលបន្តទៀត5ស្វ័យគុណ200គុណឲ្យសំដៅ2គុណឲ្យ100នេះយើងអាចទៅសេបាន5ការ៉េទាំងអស់នេះលើកជាស្វ័យគុណ100បានត្រូវទេចាប៉ុណ្ណឹងហើយ5ការ៉េស្មើមែនដែរ5ការ៉េគឺ20 25អញ្ចឹងយើងបាន25ស្វ័យគុណ100ប៉ុណ្នេះតោះឥឡូវមើលមួយទៀតម្ដង3ស្វ័យគុណ300អញ្ចឹងដូចគ្នាដែរ3ស្វ័យគុណ300យើងអាចទៅសេបាន3ស្វ័យគុណ3គុណឲ្យ100តមកទៀតកន្លែងនេះ3យើងអាចទៅសេបាន3គីបលើកជាស្វ័យគុណ100ហើយស្មើគេ3គីបយើងដឹង3គីបស្មើនឹង27អញ្ចឹងយើងបាន27នៅលើសំដៅ27ស្វ័យគុណ100តោះឥឡូវយើងមើលចំនួនទាំងពីរហ្នឹងវិញមើលនេះ5ស្វ័យគុណ200យើងអាចបែកទៅសេបាន25ស្វ័យគុណ100ដល់ពេល3ស្វ័យគុណ300យើងអាចសេបាន27ស្វ័យគុណ100បំលែងមកដល់កន្លែងនេះហើយយើងឃើញមានអីដូចគ្នាគឺស្វ័យគុណរបស់វានេះទិសននេះគឺ100ដូចគ្នាទៅហ៎អញ្ចឹងយើងអាចប្រៀបធៀបអាគល់ខាងក្រោមនេះបានហើយអញ្ចឹងយើងមើល27ជាមួយ25នេះអាណាធំជាងចាអញ្ចឹងយើងឃើញថា27វាតូចជាងសំដៅ27វាធំជាង25ត្រូវហ៎ឬក៏កន្លែងនេះយើងអាចសរសេរបានថា25តូចជាង27អញ្ចឹងដូចនេះចំនួន2នាក់ហ្នឹងអាណាធំជាងអាណាតូចជាងដែរចាអញ្ចឹងមានន័យថាគឺ5ស្វ័យគុណ200តូចជាងអីតូចជាង3ស្វ័យគុណ300ចានេះអាខាងនេះវាធំជាងតោះអញ្ចឹងនៅក្នុងវីដេអូនេះការប្រៀបធៀបចំនួនទាំងពីរនេះគឺគ្រូមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណ